ជំនួបនៅថ្ងៃប្រហ័ននេះមិនមែនត្រឹមតែជារឿងការទូតធម្មតានោះទេប៉ុន្តែវាជាការកំណត់ជោគវាសនានៃសម្ព័ន្ធភាពជប៉ុនអាមេរិកដែលបានកសាងអស់រយៈពេលរាប់សិបឆ្នាំមកហើយតើជប៉ុននឹងជ្រើសរើសផ្លូវមួយណានាយករដ្ឋមន្ត្រីជប៉ុនលោកស្រីសាអេតាកាអេឈីនឹងអញ្ជើញទៅដល់សេតវិមាននៅថ្ងៃប្រហ័សដើម្បីជួបពិភាក្សាជាមួយនឹងប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំជំនួបនេះត្រូវបានគេមើលឃើញថាវាជាពេលវេលាគ្រោះថ្នាក់សម្រាប់ទំនាក់ទំនងយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរខណៈលោកត្រាំត្រៀមដាក់សម្ពាធឲ្យជប៉ុនចូលរួមបេសកកម្មយោធាប្រឆាំងនឹងអ៊ីរ៉ង់ចំណុចក្តៅបំផុតនៃកិច្ចពិភាក្សានេះគឺជាការទាមទាររបស់លោកត្រាំឲ្យជប៉ុនបញ្ជូននាវាទៅចូលរួមក្នុងក្រុមចម្រុះអមការពារនាវាដឹកប្រេងនៅជាប់សមុទ្រ Hormuz ជាប់សមុទ្រនេះគឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ដែលប្រេងឆៅប្រមាណជាង 90% របស់ជប៉ុនត្រូវបានដឹកឆ្លងកាត់ទីនោះលោកត្រាំបានរិះគន់សម្ព័ន្ធមិត្តដែលពឹងផ្អែកលើការការពារពីអាមេរិកប៉ុន្តែមិនព្រមចេញមុខជួយក្នុងប្រតិបត្តិការសន្តិសុខរួមទោះបីជាជប៉ុនរងសម្ពាធខ្លាំងក៏ដោយលោកស្រីតាកាអេឈីកំពុងប្រឈមនឹងបញ្ហាផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរច្បាប់របស់ប្រទេសជប៉ុនមានកម្រិតយ៉ាងតឹងរ៉ឹងលើការប្រើប្រាស់កម្លាំងយោធានៅក្រៅប្រទេសការស្ទាបស្ទង់មតិបង្ហាញថាប្រជាជនជប៉ុនតិចជាង 10% ប៉ុណ្ណោះដែលគាំទ្រសកម្មភាពយោធាទៅលើអ៊ីរ៉ង់ប្រទេសអឺរ៉ុបដូចជាអាល្លឺម៉ង់អ៊ីតាលីក៏បានបដិសេធមិនបញ្ជូនកងទ័ពរួចទៅហើយដោយបារម្ភពីសុវត្ថិភាពពលរដ្ឋរបស់ខ្លួនដើម្បីសម្រាលសម្ពាធលោកស្រីតាកាអេឈីត្រូវបានគេរំពឹងថានឹងប្រើយុទ្ធសាស្ត្រពីរទី1គឺផ្ដោតលើការគម្រាមកំហែងពីចិនដោយរំលឹកលោកត្រាំអំពីមហិច្ឆតារបស់ចិនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលជាបញ្ហាស្នូលសម្រាប់អាមេរិកផងដែរទី2គឺជាការផ្ដល់ជំនួយបច្ចេកទេសនិងការការពារជាតិស្នើសុំចូលរួមក្នុងប្រព័ន្ធការពារមីស៊ីល Golden Dome ដើម្បីទប់ទល់ជាមួយនឹងអាវុធល្បឿនលឿនជាងសម្លេង Hypersonic របស់ចិននិងរុស្ស៊ីជំនួសឲ្យការបញ្ជូននាវាទៅកាន់មជ្ឈមបូព៌ាយោងតាម Japan Daily បានបញ្ជាក់ថាលោកស្រីសាណាអេតាកាអេឈីបានចាក់ចេញទៅកាន់ទីក្រុង Washington កាលពីថ្ងៃពុធដើម្បីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅសហរដ្ឋអាមេរិកនិងជួបពិភាក្សាជាមួយនឹងប្រធានាធិបតីលោកដូណាល់ត្រាំដំណើរកំសាន្តរយៈពេល3ថ្ងៃនេះមានគោលបំណងពង្រឹងសម្ព័ន្ធភាពទ្វេភាគីបន្ទាប់ពីជ័យជំនះក្នុងការបោះឆ្នោតភ្លុកទឹកភ្លុកដីជាប្រវត្តិសាស្ត្ររបស់លោកស្រីតាកាអេឈីកាលពីខែកុម្ភៈដែលបានពង្រឹងអាណត្តិនយោបាយរបស់លោកស្រីឲ្យកាន់តែរឹងមាំមេដឹកនាំទាំងពីរត្រូវបានរំពឹងថានឹងពិភាក្សាអំពីសន្តិសុខផ្នែកសេដ្ឋកិច្ចនិងកិច្ចព្រមព្រៀងវិនិយោគតម្លៃរាប់ពាន់ដុល្លារពាក់ព័ន្ធនឹងវិស័យបន្ទាត់ឈីបនិងការសាងសង់នាវាចំណុចតានតឹងដ៏សំខាន់មួយត្រូវបានដោះស្រាយភ្លាមៗមុនពេលការចាក់ចេញរបស់លោកស្រីនៅពេលដែលប្រធានាធិបតីលោកដូណាល់ត្រាំបានតនៅការទាមទារមុនរបស់លោកដែលចង់ឲ្យជប៉ុនដាក់ពង្រាយនាវាចម្បាំងទៅកាន់ជាប់សមុទ្រ Hormuz ដែលកំពុងមានជម្លោះទោះបីជាសហរដ្ឋអាមេរិកលែងមានការស្នើសុំការគាំទ្រផ្នែកកងទ័ពជើងទឹកក៏ដោយក៏សង្គ្រាមដែលកំពុងបន្តជាមួយអ៊ីរ៉ង់និងផលប៉ះពាល់ទៅលើតម្លៃថាមពលនៅតែជាកង្វល់សំខាន់សម្រាប់ប្រទេសទាំងពីរជំនួបកំពូលនេះគឺជាវេទិកាដ៏សំខាន់សម្រាប់លោកស្រីតាកាអេឈីក្នុងការបង្ហាញខ្លួនក្នុងនាមជាដៃគូចម្បងក្នុងតំបន់អាស៊ីមុនពេលប្រធានាធិបតីត្រាំមានកម្មវិធីជួបពិភាក្សាជាមួយនឹងមេដឹកនាំកម្ពុជាពិភពលោកផ្សេងៗទៀតនាពេលខាងមុខលោកស្រីនាយករដ្ឋមន្ត្រីសាណាអេតាកាអេឈីបានបង្ហាញទៅកាន់គណៈកម្មាធិការថាវិការនៃប្រសិទ្ធភាពកាលពីថ្ងៃទី18ខែមីនាពាក់ព័ន្ធនឹងលទ្ធភាពនៃការដាក់ពង្រាយកងកម្លាំងស្វ័យការពារ SDF ទៅកាន់ជាប់សមុទ្រ Hormuz លោកស្រីបានបញ្ជាក់ថាបទឈប់បាញ់ដ៏រឹងមាំមួយត្រូវបានបង្កើតឡើងជាមុនពេលដែលប្រទេសជប៉ុនពិចារណាបញ្ជូនអង្គភាពនានាក្រោមបទបញ្ញត្តិការស្ទាបស្ទង់និងស្រាវជ្រាវនៃច្បាប់ស្តីពីការបង្កើតក្រសួងការពារជាតិទោះបីជាបច្ចុប្បន្នជាប់សមុទ្រនេះកំពុងប្រឈមនឹងការបិទគប់ជាក់ស្ដែងដោយប្រទេសអ៊ីរ៉ង់ក៏ដោយក៏លោកស្រីនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថាពុំទាន់មានផែនការបញ្ជូនកងទ័ពទៅភ្លាមនោះឡើយទេរដ្ឋមន្ត្រីការពារជាតិលោកស៊ីនជីរូគូអ៊ូស៊ូមីបានគាំទ្រចំពោះវិធីសាស្ត្រប្រុងប្រយ័ត្ននេះដោយសង្កត់ធ្ងន់ថាសុវត្ថិភាពរបស់បុគ្គលិកគឺជាតម្រូវការចម្បងដែលមិនអាចមើលរំលងបានទន្ទឹមនឹងនេះលោកស្រីតាកាអេឈីមានគម្រោងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងប្រធានាធិបតីលោកដូណាល់ត្រាំក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខនៅថ្ងៃទី19ខែមីនាដើម្បីពិភាក្សាអំពីសន្តិសុខដែនសមុទ្របន្ថែមពីនេះលោកស្រីនាយករដ្ឋមន្ត្រីបានបង្ហាញថាមេដឹកនាំទាំងពីរនឹងមានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីសម្រាប់ការអភិវឌ្ឍធនធានរ៉ែកម្រនៅក្បែរកោះមីណាមីតូរីស៊ីម៉ាផងដែរប្រធានាធិបតីកូរ៉េខាងត្បូងលោកលីជាមយុងបានថ្លែងអំណរអគុណជាផ្លូវការចំពោះប្រទេសជប៉ុនកាលពីថ្ងៃពុធសម្រាប់ការជួយជ្រោមជ្រែងក្នុងការជម្លៀសពលរដ្ឋកូរ៉េខាងត្បូងចេញពីមជ្ឈមបូព៌ាបន្ទាប់ពីសកម្មភាពយោធារបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់នាពេលថ្មីៗនេះក្នុងលិខិតផ្ញើជូននាយករដ្ឋមន្ត្រីជ
ប៉ុនលោកសីសាអេណាតាកាអេឈីប្រធានាធិបតីលីបានសម្ដែងនៅការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការអនុញ្ញាតឲ្យពលរដ្ឋកូរ៉េខាងត្បូងចំនួន16នាក់និងក្រុមគ្រួសាររបស់ពួកគេជិះយន្តហោះជួលដោយរដ្ឋាភិបាលរបស់ជប៉ុនចេញពីប្រទេសអារ៉ាប៊ីសាអូឌីតនិងអូម៉ង់កាលពីសប្តាហ៍មុនប្រតិបត្តិការនេះបានធ្វើឡើងក្នុងទម្រង់នៃការជួយគ្នាទៅវិញទៅមកខណៈដែលយន្តហោះយោធាកូរ៉េខាងត្បូងក៏បានជួយជម្លៀសពលរដ្ឋជប៉ុនចំនួន2នាក់ផងដែរកាលពីថ្ងៃអាទិត្យកិច្ចសហប្រតិបត្តិការនេះគឺជាការអនុវត្តជាផ្លូវការលើកដំបូងនៃអនុសារណៈយោគយល់គ្នាឆ្នាំ2024ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរដើម្បីផ្ដល់ការគាំទ្រទៅវិញទៅមកក្នុងការធ្វើដំណើរឆ្លងកាត់សមុទ្រសមុទ្រហូម៉ូសដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោកគោលនយោបាយអត្រារាយការណ៍នេះបានស្នើឲ្យមានការកំណត់ចំពោះសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនិងសម្ព័ន្ធមិត្តរបស់ពួកគេខណៈដែលអនុញ្ញាតឲ្យមានការឆ្លងកាត់សម្រាប់ប្រទេសផ្សេងៗទៀតដោយសារបរិមាណដ៏ច្រើននៃលំហូរដឹកជញ្ជូនប្រេងសកលទៅឆ្លងកាត់ផ្លូវទឹកដ៏ចង្អៀតមួយនេះរាល់ការផ្លាស់ប្ដូរណាមួយអាចជាអត្តពលដល់តម្លៃថាមពលផ្លូវនាវាចរនិងលំហូរពាណិជ្ជកម្មអន្តរជាតិទោះជាយ៉ាងណាក៏ដោយការវិវត្តបែបនេះជារឿយៗមានភាពស្មុគស្មាញនិងអាចប្រែប្រួលយ៉ាងឆាប់រហ័សខណៈដែលទីផ្សារសកលនិងផ្នែកការទូតកំពុងបន្តឆ្លើយតបទៅនឹងបញ្ហានេះអ្នកជំនាញព្រមានថាប្រសិនបើជប៉ុនបដិសេធសំណើរបស់លោកត្រាំចំនោះលោកត្រាំនឹងអាចប្រើប្រាស់អំណាចពាណិជ្ជកម្មដូចជាការដំឡើងពន្ធគយលើទំនិញជប៉ុនឬការដកធនធានសន្តិសុខចេញពីតំបន់អាស៊ីដែលធ្វើឲ្យជប៉ុនកាន់តែងាយរងគ្រោះពីសំណាក់ប្រទេសចិននិងកូរ៉េខាងជើងជំនួសលើកនេះមិនមែនត្រឹមតែជារឿងការទូតនោះទេប៉ុន្តែវាគឺជាការកំណត់វាសនានៃសម្ព័ន្ធភាពសន្តិសុខជប៉ុនអាមេរិកដែលបានកសាងអស់រយៈពេលរាប់សិបឆ្នាំមកហើយតើបងប្អូនយល់ថាការដែលលោកត្រាំព្រមដកការទាមទាររឿងបញ្ជូនទ័ពចេញវិញភ្លាមៗមុនជំនួបមកដល់គឺជាការយោគយល់ដល់ជប៉ុនឬក៏ជាយុទ្ធសាស្ត្រដកដូរយកផលប្រយោជន៍សេដ្ឋកិច្ចផ្សេងដែលធំជាងនេះសូមបញ្ចេញមតិនៅខាងក្រោមវីដេអូនេះសូមអរគុណសម្រាប់ការទស្សនារបស់លោកអ្នកជួបគ្នានៅក្នុងវីដេអូឃ្លីបក្រោយសូមប្រិយមិត្តកុំភ្លេចជួយចុច like និង share វីដេអូនេះដើម្បីជាការចែករំលែកចំណេះដឹងផងនិងកុំភ្លេចជួយចុច subscribe ដើម្បីកុំឲ្យខកខាននៅព័ត៌មានថ្មីៗជាបន្តទៀត